Chương trình của Kneel so sánh cùng một cảnh thiết bịใน Green Voice Podcast ថ្ងៃនេះយើងនឹងជួបជាមួយនឹងភាពពិសេសមួយដែលគាត់ជាយុវជនតំណាងឲ្យក្រុមដែលមានជំនាញអ្នកដែលមានឈ្មោះថា Ecosip ចឹងយើងនឹងជួបជាមួយគាត់ទាំងអស់គ្នា Today Monroe Hello ជំរាបសួរទាំងអស់គ្នាខ្ញុំ Monroe តំណាងក្រុម Ecosip ចាអរគុណមែនតើដែលបានចូលរួមនៅក្នុងភាគនេះនៃ podcast របស់ខ្ញុំនៅក្នុង podcast ថ្ងៃនេះខ្ញុំនឹងសូម Monroe សំណួរខ្លះៗអំពី project Ecosip រួមជាមួយនឹងបទពិសោធន៍របស់ក្រុមរបស់ Monroe សំណួរទី1គឺតើ Ecosip គឺជាអ្វីMonroeអាចជួយប្រាប់យើងបន្ថែមមកថា Ecosip ហ្នឹងគឺជា project ដែលធ្វើអីគេខ្លះចឹង Ecosip គឺជាតយោដែលធ្វើឡើងពីស្រូវអង្ករចឹងតយោ Ecosip គឺធ្វើចេញពីស្រូវអង្ករចាអ្វីទៅដែលធ្វើឲ្យ Ecosip ហ្នឹងខុសប្លែកពីតយោធម្មតាដែលគេហៅថាតយោបរិស្ថានផងដែរខ្ញុំទៅអ្វីដែល unique ពីតយោយើងហើយខុសពីតយោដែលដោះស្រាយបញ្ហាផ្សេងដូចជាតយោក្រាស់គឺតយោយើងគឺវាឆាប់រលាយនៅក្នុងដីជាងតយោក្តារហើយណាមួយតយោរបស់យើងគឺយើងអាចបរិភោគបានហើយតយោរបស់យើងក៏មាន3រសជាតិដែលមានរសជាតិកាហ្វេរសជាតិ matcha ហើយនឹងអត់មានរសជាតិអីទាំងអស់ចឹងតយោ Ecosip មាន3រសជាតិ matcha កាហ្វេនិងរសជាតិអត់មានរសជាតិចាចឹងមនុស្សអាចជួយប្រាប់យើងបានទេថាតើបញ្ហាបរិស្ថានអ្វីដែល Ecosip កំពុងតែខំប្រឹងដោះស្រាយនៅកម្ពុជាចឹង Ecosip យើងគឺគម្រោងក្នុងការដោះស្រាយបញ្ហា plastic នៅក្នុងប្រទេសកម្ពុជាដោយការប្រើប្រាស់ plastic នៅប្រទេសកម្ពុជាគឺមានកម្រិតយ៉ាងធំធេងដូច្នេះហើយទើបយើងសម្រេចចិត្តបង្កើតនៅកំណត់នេះព្រោះតយោគឺជាអ្វីមួយដែលយើងតែប្រើប្រាស់រាល់ថ្ងៃការទិញកាហ្វេមិនថាទិញកាហ្វេឬទិញអីនោះទេតាមម្ល៉េះជួយប្រាប់យើងមិនថាគំនិតធ្ងន់ធ្ងរនៃបញ្ហា plastic នេះនៅកម្ពុជាហ្នឹងគឺធ្ងន់ធ្ងរដល់កម្រិតណាហើយនៅប្រទេសកម្ពុជាយើងមានទន្លេមេគង្គដែលជាទន្លេដែលធំជាងគេហើយទន្លេមេគង្គនេះគឺរងនៅការបំពុល plastic យ៉ាងខ្លាំងក្លាមែនទែនមិនថាជាប្រចាំថ្ងៃគឺបុគ្គលម្នាក់តែប្រើប្រាស់ plastic គេអរគុណនឹងដល់ដែលបានប្រាប់យើងអំពីព័ត៌មានទាំងអស់នោះមករកអាចគាត់ថា Ecosip ជួយអ្វីខ្លះនៅក្នុងបញ្ហា plastic អញ្ចឹងគឺ Ecosip គឺធ្វើឡើងពីអង្ករហើយដូចនេះហើយគឺវាឆាប់រលាយនៅក្នុងដីប្រៀបធៀបនឹងតយោ plastic ដែលវាអត់ងាយរលាយក្នុងដីចឹងខុសប្លែកពីតយោ plastic ដែលយើងប្រើឲ្យវាអត់រលាយហើយធ្វើការពេលឆោតរលាយចឹងយើងទៅនឹងខាត់ជាបញ្ហាដ៏ធំមួយសំណួរបន្ទាប់នេះគឺមនុស្សអាចជួយប្រាប់យើងបានទេថាតើដំណើររបស់ក្រុម Monroe Ecosip តើភាសាដែល Ecosip គ្រាន់តែជាក្រុមយុវជនមួយទេហើយវាពិបាកអត់ដែរក្នុងការចាប់ផ្ដើម project មួយតែអត់មានឃើញថា start from scratch វាជាបញ្ហាដ៏ធំមួយដោយសារអីពួកយើងនៅក្មេងចឹងពួកយើងអត់ទាន់មាននៅចំណាយឬចំណូលក្នុងការបង្កើតយក idea នេះទៅជា idea មួយដែលលក់ចេញនៅក្នុងទីផ្សារបានអញ្ចឹងយើងនឹងសង្ឃឹមមានអ្នកឧបត្ថម្ភនិង sponsor លុយកាក់ដើម្បីចាប់ផ្ដើម project នេះអញ្ចឹងរឿងមកហើយជារឿងលំបាកដែលក្រុម Ecosip បានឆ្លងកាត់ហើយចាពេលក្រុម Ecosip ចាប់ផ្ដើម project Ecosip ដំបូងនេះតើក្រុម Ecosip មាន goal ដែលគឺជាគោលដៅយ៉ាងម៉េចចឹងពេលដែលយើងបង្កើត Ecosip នេះគឺយើងមានគោលបំណងក្នុងការស្វែងរក sponsor អញ្ចឹងដល់និយាយកាត់ទៅឥឡូវនេះក្រុម Ecosip កំពុងតែត្រូវការឧបត្ថម្ភឬក៏ការ collaboration with other អង្គការឬក៏ organization ឬក៏នរណាម្នាក់ដែលនឹងជួយ funding ចាត្រូវអូខេចុងក្រោយគឺអរគុណលោកមែនតើដែលបានចូលក្នុង podcast ថ្ងៃនេះសង្ឃឹមថាអាចឃើញក្នុង Ecosip ទទួលបាន funding ពី organization ឬក៏ partnership ផ្សេងៗដែលជួយ develop this project into the market អាចនាំ Ecosip ចូលក្នុងទីផ្សារគាត់បានហើយសង្ឃឹមថា Ecosip នឹងអាចជួយដោះស្រាយបញ្ហាបរិស្ថានការកាត់បន្ថយបញ្ហាបរិស្ថាននៅប្រទេសកម្ពុជាបានចាអរគុណច្រើនហើយជម្រាបលាអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកចូល Start Podcast ទី Season 1 នៃ Green Podcast Green Voice Podcast ថ្ងៃនេះខ្ញុំ Nicole ហើយសង្ឃឹមថាជួបអ្នកគ្នានៅក្នុង podcast បន្តទៀតអរគុណ